ជំរាបសួរកូនៗទាំងអស់គ្នាក្រោយពីបានសិក្សាអំពីអក្សរអធំនិងអតូចបានចេះហើយបងប្អូនក៏មកដល់អក្សរបន្ទាប់គឺអក្សរ S ចាដែលអក្សរ S គឺមានរូបរាងដូចជាលេខ5អញ្ចឹងគ្រាន់តែវាកោងអញ្ចឹងណាអញ្ចឹងកូនៗត្រៀមសភៅជាមួយ admin ទៅរៀនសរសេរអក្សរ S ទាំងអស់គ្នាតោះ let's go ចាប់ផ្ដើមអក្សរ S ធំគឺមានទម្រង់បែបនេះណាកូនត្រូវរៀនសរសេរហើយក៏សរសេរឲ្យបានស្អាតផងលក្ខណៈបែបនេះណាអញ្ចឹងកូនត្រូវវត្តបែបនេះឲ្យស្មើគ្នាហើយក៏គូសឡើងទៅលើវិញបង្កើតបានទៅជាអក្សរ S មើលដៃ admin ឲ្យតន់ណាគឺបែបនេះទាញទៅវិញហើយក៏ឡើងទៅលើបន្តិចបែបនេះយើងបង្កើតបានទៅជាអក្សរ S អញ្ចឹង admin សរសេរឲ្យមើលមួយទៀតណាបងប្អូនដើម្បីឲ្យបងប្អូនតាមឲ្យតាន់ admin អញ្ចឹងបងប្អូនឃើញដូច admin ធ្វើឲ្យមើលហើយគឺវាមានលក្ខណៈដូចជាលេខ5អញ្ចឹងគ្រាន់តែថាវាមានលក្ខណៈកោងជាងហើយបងប្អូនសរសេរឲ្យស្អាតជាង admin ក៏បានដែរដោយសារ admin សរសេរអក្សរស្អាតទេចាអញ្ចឹងអក្សរ S តូចក៏មានលក្ខណៈដូចជា S ធំដែរគ្រាន់តែថាពេលដែលយើងសរសេរគឺមានលក្ខណៈតូចជាងតែប៉ុណ្ណឹងហើយ S តូច admin សំទោស S តូច admin អត់បានសរសេរឲ្យច្រើនទេព្រោះវាដូចតែគ្នាជាមួយនឹង S ធំអញ្ចឹង admin ក៏ចង់បង្រៀនបងប្អូនឲ្យចេះអំពីអក្សរ S ធំនេះតែម្ដងដើម្បីឲ្យបងប្អូនអាចសរសេរបានទាំងពីរដោយសារវាដូចគ្នាអញ្ចឹងណាអញ្ចឹងទី1បងប្អូនត្រូវចាប់ឲ្យជាប់ណាគូសមករាងកោងបែបនេះអូសចូលវិញហើយក៏បញ្ចេញទៅខាងក្រោយលើកឡើងលើបន្តិចចំណែកឯត្រង់នេះណាបងប្អូនកោងបន្តិចនេះក៏បានដែរចាអញ្ចឹងបញ្ជាក់ម្ដងទៀតហ្នឹងគឺគូសកោងបែបនេះមកហើយអូសចូលហើយក៏អូសបញ្ចេញទៅវិញហើយឡើងទៅលើបន្តិចគឺបង្កើតបានទៅជាអក្សរ S អញ្ចឹងអក្សរ S ទាំង S តូចទាំង S ធំគឺយើងបានសិក្សាស្វែងយល់រួចទៅហើយណាបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាមេរៀនដែល admin បានបង្រៀនទៅបងប្អូនពិតជាអាចចាប់បានដោយសារតែបងប្អូនទាំងអស់គ្នាគឺជាសិស្សល្អរបស់ admin ដោយសារបងប្អូនទាំងអស់គ្នាពិតជាពូកែខ្លាំងមែនតើប៉ុន្តែมันជាបញ្ហាអ្វីនោះទេមែនអត់អញ្ចឹង S ធំនេះគឺយើងសរសេររាងកោងបែបនេះណាហើយអូសមកបែបនេះហើយវត្តឡើងលើយើងបង្កើតបានទៅជាអក្សរ S ធំសម្រាប់វីដេអូរបស់ admin គឺ admin ចង់បដោតទៅលើបងប្អូននៅតាមតំបន់មួយចំនួនដែលបងប្អូនគ្មានឱកាសនៅក្នុងការសិក្សាជាមួយនឹងគ្រូភាសាបរទេសនិងគ្រូជំនាញផ្សេងៗអញ្ចឹងបងប្អូនអាចមករៀនជាមួយនឹងមេរៀនរបស់ admin បានដោយសារ admin ចង់ផ្ដល់ឱកាសផ្ដល់ចំណេះជំនាញដល់បងប្អូនដែលគ្មានឱកាសឲ្យបានសិក្សាស្វែងយល់អំពីអក្សរអង់គ្លេសឲ្យបានច្រើនព្រោះចំនួននេះបើសិនជាមិនចេះភាសាអង់គ្លេសគឺវាពិបាកខ្លាំងមែនតើនៅក្នុងការប្រកបមុខរបររកស៊ីមួយចំនួនអញ្ចឹងបងប្អូនដែលគ្មានឱកាសឬក៏មិនទាន់មានឱកាសអញ្ចឹងបងប្អូនអាចសិក្សាជាមួយនឹង admin បដាទៅទម្រាំតែយើងមានឱកាសគឺយើងអាចមានមូលដ្ឋានគ្រឹះច្បាស់លាស់ហើយអញ្ចឹងកុំភ្លេចណាបងប្អូន admin បង្រៀនចាប់ពីដើមមកតែម្ដងគឺពីមូលដ្ឋានគ្រឹះតែម្ដងណាអញ្ចឹងនេះអក្សរ S បងប្អូនកុំភ្លេចណាសរសេរតាម admin មកជាលក្ខណៈកោងបែបនេះហើយក៏វត្តវាកោងបែបនេះឡើងទៅលើគឺបង្កើតបានទៅជាអក្សរ S ធំអក្សរ S តូចក៏មានលក្ខណៈដូចគ្នាជាមួយនឹង S ធំដែរអញ្ចឹងអក្សរ S របស់យើងគឺបញ្ចប់តាមប៉ុណ្ណឹងអញ្ចឹងនៅវីដេអូក្រោយយើងនឹងជួបគ្នាជាមួយនឹង admin សាជាថ្មីជាមួយនឹងមេរៀនថ្មីដែលរៀនអំពីអក្សរចាអក្សរអីដែរកូនគឺអក្សរ T ចាអញ្ចឹងចាំជួបគ្នាជាមួយនឹងអក្សរ T នៅមេរៀនក្រោយទៀតអរគុណជំរាបលា